អ្នកនិយាយត្រង់រងគ្រោះរីឯអ្នកនិយាយមិនត្រង់ត្រូវបានលើកដំកើងនេះគឺជាសុភាសិតមួយដែលបានឆ្លុះបញ្ចាំងពីស្ថានភាពដែលអាចកើតឡើងនៅក្នុងសង្គមសុភាសិតនេះមិនមានន័យថាភាពស្មោះត្រង់គួរតែត្រូវបានគាំទ្រនោះទេប៉ុន្តែវាជាការរំលឹកឲ្យយើងពិចារណាថាហេតុអ្វីបានជាពេលខ្លះអ្នកដែលនិយាយការពិតបែរជារងការលំបាកខណៈអ្នកដែលនិយាយដើម្បីផ្គប់ចិត្តអ្នកដទៃបែរជាទទួលបានការកោតសរសើរនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃយើងអាចជួបប្រទះស្ថានភាពបែបនេះជាញឹកញាប់នៅក្នុងគ្រួសារកូនដែលហ៊ានប្រាប់ឪពុកម្ដាយពីកំហុសឬបញ្ហាដែលកំពុងកើតឡើងអាចត្រូវបានយល់ច្រឡំថាជាមនុស្សរឹងរូសឬមិនចេះគោរពនៅសាលារៀនសិស្សដែលហ៊ាននិយាយការពិតអំពីការលួចចម្លងឬអំពើដែលមិនត្រឹមត្រូវអាចត្រូវបានមិត្តភ័ក្តិមួយចំនួនមិនពេញចិត្តនៅកន្លែងធ្វើការបុគ្គលិកដែលហ៊ានលើកឡើងពីបញ្ហាឬចំណុចខ្វះខាតក្នុងអង្គភាពក៏អាចនឹងប្រឈមនឹងការរិះគន់និងការមិនពេញចិត្តពីអ្នកខ្លះផងដែរផ្ទុយទៅវិញអ្នកដែលនិយាយតែពាក្យពិតល្អៗដើម្បីផ្គប់ចិត្តឬលាក់បាំងការពិតអាចទទួលបានការពេញចិត្តពីមនុស្សមួយចំនួនក្នុងរយៈពេលខ្លីប៉ុន្តែការលើកដំកើងបែបនេះមិនថិតថេរឡើយនៅពេលការពិតត្រូវបានបង្ហាញទំនុកចិត្តដែលធ្លាប់នឹងមានអាចនឹងបាត់បង់ទៅវិញទោះជាយ៉ាងណាការនិយាយត្រង់ក៏ត្រូវតែមានវិធីសាស្ត្រផងដែរការនិយាយការពិតមិនមែនមានន័យថានិយាយដោយគ្មានការគិតឬប្រើពាក្យសម្ដីធ្ងន់ធ្ងរនោះទេអ្នកដែលនិយាយត្រង់គួរនិយាយដោយសុភាពមានហេតុផលមានភស្តុតាងនិងមានបំណងល្អក្នុងការកែលម្អមិនមែនដើម្បីបន្ទោសបង្អាក់ឬធ្វើឲ្យអ្នកដទៃអាម៉ាស់ឡើយសង្គមដែលលើកទឹកចិត្តឲ្យមនុស្សនិយាយការពិតគឺជាសង្គមដែលមានដំណាភាពយុត្តិធម៌និងការអភិវឌ្ឍបានយ៉ាងរឹងមាំផ្ទុយទៅវិញបើសង្គមពោរពេញដោយការនិយាយបញ្ចោតបញ្ចោលការលាក់បាំងការពិតនិងការគាំទ្រភាពមិនស្មោះត្រង់នោះការអភិវឌ្ឍនឹងជួបឧបសគ្គហើយបញ្ហាតូចៗអាចរីកធំឡើងដោយគ្មានអ្នកហ៊ាននិយាយអ្នកនិយាយត្រង់រងគ្រោះរីឯអ្នកនិយាយមិនត្រង់ត្រូវបានលើកដំកើងគឺជាការដាស់តឿនឲ្យយើងយល់ថាការនិយាយពិតអាចមានតម្លៃដែលត្រូវបង់ប៉ុន្តែតម្លៃនៃភាពស្មោះត្រង់គឺធំជាងការសរសើរបណ្ដោះអាសន្នដែលទទួលបានពីការនិយាយមិនត្រង់សូមយើងទាំងអស់គ្នាក្លាហាននិយាយការពិតដើម្បីប្រាជ្ញាសីលធម៌សុជីវធម៌និងការទទួលខុសត្រូវព្រោះសេចក្តីពិតតែងតែជាមូលដ្ឋាននៃទំនុកចិត្តកិត្តិយសនិងការរីកចម្រើនរបស់បុគ្គលនិងសង្គម